បាទនេះគឺជាទស្សនវិជ្ជាជូននៅខាងលើបាទខ្ញុំដើរញ័រដល់ក្មេងបាទគេថ្នឹកខាងរឿងដើរហ្នឹងគេអត់បាទគេដើរយ៉ាងស្រួលផងគេបាទចាំបានគេថាជំនាញហើយនឹងស្មារតីរឹងមាំបាទអញ្ចឹងបាទខ្ញុំចង់និយាយថាការងារអ្វីក៏ដោយបាទវាធំផុតនៅលើជំនាញបាទជំនាញហើយមានការដកពិសោធន៍ច្រើនហើយយើងធ្វើអីក៏បាទប្រកបបជាធ្វើអីក៏បានសម្រេចតែម្ល៉េះសេចក្តីព្យាយាមនឹងវានឹងបានសម្រេចបាទប៉ុន្តែបើគ្មានចំណេះដឹងទេគ្មានសេចក្តីបាទគ្មានចំណេះដឹងទេម្ល៉េះអាការព្យាយាមនឹងយើងจะរៀបជាងវាបានសម្រេចទេបាទបាទសូមកុំព្យាយាម waste time អត់ប្រយោជន៍ដែលរបស់យើងចង់ធ្វើយើងមិនប្រកបបជាហើយយើងគ្មានចំណេះដឹងគ្មានជំនាញវាមិនបាទវាមិនសម្រេចទេបាទថ្ងៃនេះខ្មែរគោហោមឡើងលើដំបូលបាទផ្ទះនេះវាខ្ពស់ដែរបាទសង្ើបប្រខ្ញុំមនុស្សចាស់ដែរអានេះចាស់កន្តាមិនចាស់ណែរឹងមាំទេចាស់កន្តាទេចាស់ខ្ញុំនេះបាទហើយប៉ុន្តែទៅស្អាតដែរខ្ញុំហ៊ានឡើងមកដល់លើនឹងអូក្រាន់បើរបស់ខ្ញុំណាខ្ញុំចាត់ទុកថា I proud myself ណែសូមជម្រាបដល់បញ្ហាចាក់ហ្នឹងនេះបញ្ហាហ្នឹងអានេះអាចលងតូចនេះអាហ្នឹងដែលបញ្ហាដើរមិនរួចបាទឡើយពិបាកចាក់យូរហ្នឹងពិបាកអត់មានចាក់ជុំឆ្វៀនជុំវិញហ្នឹងអត់អីទេបាទវាមានកន្លែងធំស្រួលដើរបាទវាធំអញ្ចឹងនៅវាដើរស្រួលប៉ុន្តែអ្វីដែលពិបាកហ្នឹងគឺពិបាកនេះឯងបាទឆ្នឹមតូចស្ដើងហ្នឹងអាហ្នឹងគឺពិបាកប៉ុន្តែមិនអីទេជាងគេមានវិធីគេដែលធ្វើបាទគេមានវិធីគេហ្នឹងបំពេញវាបាទអរគុណច្រើនឲ្យបងប្អូនតាមដានផ្ទះខ្ញុំបាទឥឡូវហ្នឹងបានចាក់ធ្នឹមលើហើយបាទចាក់ធ្នឹមលើហើយហ្នឹងជាងគេថាដល់ចាក់ធ្នឹមលើហើយហ្នឹងបន្លោះបកូលធ្វើតបូលពីដើមខ្ញុំថាធ្វើបកូលណែធ្វើប្រក់សង្កសីដល់ឥឡូវហ្នឹងបញ្ហាគឺថាបកូលភ្លើងថៃហ្នឹងគេឈប់ប្រើបាទរដ្ឋគេមានបកូលភ្លើងគេម្ល៉េះគេនឹងបណ្ដោះតែហ្នឹងបាទតែហ្នឹងដល់អញ្ចឹងផ្ទះខ្ញុំហ្នឹងគឺថានៅចំក្រោមបកូលភ្លើងខ្សែភ្លើងរដ្ឋដែរដល់អញ្ចឹងគេថាប្រក់សង្កសីវាអត់មានសុវត្ថិភាពទេមានជុះមានអីខ្សែភ្លើងដាច់អីវាគ្រោះថ្នាក់ដល់អញ្ចឹងឥឡូវយើងដូរកម្មវិធីប្រក់ដបូលក្បឿងបាទប្រក់ដបូលក្បឿងវិញញ៉ាំមួយណែពួកម៉ាវាប្រក់ណែក្បឿងហើយដល់យើងប្រក់ចង្កសីទេដូចចាញ់ព្រៀបវាដល់ហើយបាទគេខ្មាស់វាម្ល៉េះយើងប្រក់ក្បឿងដែរដល់លោកហើយមែនទេខ្ញុំនិយាយលេងទេព្រោះខ្ញុំ no choice បាទ no choice បំណងតែចាក់ប្រក់សង្កសីប៉ុន្តែឥឡូវវាអត់សុវត្ថិភាពដល់ខ្សែភ្លើងបាទខ្សែភ្លើងនៅលើហ្នឹងគឺស្ទវល់វាខ្លាំងណាស់បងប្អូនវល់វាហ្នឹងខ្សែភ្លើងស្រាតណាបងប្អូនតែដាច់កងមកលើផ្ទះយើងហ្នឹងបាទគឺថារឿងហ្នឹងហើយដូចជារៀបចឹងមិនថាម៉េចទេយើងមើលមិនឃើញរកខ្សែភ្លើងប៉ុនកដៃហ្នឹងដាច់នោះមិនបាទមិនសេฟទេតែអញ្ចឹងយើងធ្វើដបូលក្បឿងទៅវាសេฟជាងបាទអរគុណច្រើនដែលតាមដាននៃខ្មែរគោហុងខ្ញុំបាទហើយនឹងការស្ថាបនាសង់ផ្ទះរបស់ខ្ញុំបាទរាល់ថ្ងៃបាទអរគុណច្រើនជួបគ្នាវគ្គក្រោយទៀតបាទអានេះឲ្យសកម្មភាពចាក់នៅធ្នឹមលើជំនុំបង្ហើយបាទហើយចលហ្នឹងគេនឹងដាក់ពីដានបាទដាក់ពីដានតែស្រ័យយើងដាក់កាវឬយើងដាក់មនាងសិលាស្រ័យយើងម្ចាស់ផ្ទះបាទអរគុណបាទជម្រាបលា